លោកពលបាឯកកំលីអតីតយុទ្ធជនពិការនៅឃុំព្រៃគុយស្រុកកំពង់ស្វាយខេត្តកំពង់ធំបានទទួលក្នុងផ្ទះទី222អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតនៅព្រឹកថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2022ឧត្តមសេនីយ៍តូសោមសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដីបានទៅប្រគល់ក្នុងផ្ទះទី222ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនតាមរយៈអាដាមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍គុណគឹមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាជូនអតីតយុទ្ធជនពិការនៅភូមិអន្លង់លោកឃុំព្រៃគុយស្រុកកំពង់ស្វាយខេត្តកំពង់ធំលោកពលបាឯកកំលីបានបញ្ជាក់ថាលោកមានអាយុ53ឆ្នាំបានចូលបម្រើកងទ័ពនៅឆ្នាំ1990នៅអង្គភាពយោធាខេត្តកំពង់ធំហើយត្រូវបានរបួសពិការពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិអូប៉ូក្នុងឆ្នាំ1995លោកមានភរិយានិងកូននៅក្នុងបន្ទុកចំនួន5នាក់ដោយប្រកបមុខរបរចិញ្ចឹមសត្វនិងដាំដំណាំដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃដោយគូផ្សំនឹងប្រាក់បៀវត្សដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនប្រចាំខែឧត្តមសេនីយ៍តូសោមសុនបានបញ្ជាក់ថាដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់មានការលំបាកខ្វះខាតពុំមានលទ្ធភាពសាងសង់ផ្ទះឲ្យបានសមរម្យដោយខ្លួនឯងទើបគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំសូមការសម្រេចសាងសង់ផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោដែលជាក្នុងផ្ទះទី222ជូនគាត់នៅពេលនេះដោយបានសាងសង់ខ្ពស់ផុតពីដីសសរបេតុងឆ្អឹងដែករនាបក្តារជញ្ជាំងស្មាតបតដំបូលប្រក់ស័ង្កសីកិនភ្លីនិងជណ្ដើរកាច់ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះឧត្តមសេនីយ៍តូសោមសុនបាននាំយកនៅអំណោយរបស់អាដាមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមនីផ្ដល់ជូនគាត់បន្ថែមទៀតរួមមានអង្ករចំនួន75គីឡូក្រាមមីចំនួន2កេសទឹកក្រូចចំនួន1កេសទឹកបរិសុទ្ធវីតាល់ចំនួន1កេសទឹកត្រីទឹកស៊ីអ៊ីវចំនួន2យួរត្រីខចំនួន1យួរនិងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយព្រមទាំងថវិកាមួយចំនួនផងដែរ